មួយតាមប៉ាត់ចេះទេអូនយល់ណៃហើយម្ចាស់បងនៅម្ដុំភូមិវែងចាភូមិលោកប្រុសទាំង3អង្គនេះឥឡូវចូលសួរបងឯងមើលកន្លះទី1ឯងគាត់ថាអូនចូលទៅបងអង្គុយក្តោបបងអើយក្តោបម្លឹងពេកអត់ចូលអត់កើទេប៉ុន្តែសភាពចូលឲ្យគៀកចាទៅឲ្យអូនអាកលោកអាកលូអាទុកបានយូរអាឈីក្រអស់សភាពស្រឡាញ់តាញ៉ាំស្រស់ហើយនេះខួយទៀតណាចាអូយអីអូនឯងក្តាប់ម្លឹងក្តាប់ចំប្រឡោះហ្មងណាគាត់ចាជំរាបសួរបងអូនប្រុសទី1តាអូនអង្គុយនឹងទួលនីតិធ្វើអីដែរអូនបាទអ្នកកដោបងអូច្បាស់ល្អណាស់បងជាអ្នកកដោបងបានន័យថាជាអង្គរៈមានយកវុធមកតាមអត់ចាយកទូតាមៀទេតែក្លាហានអង្គរៈគេមានអាវុធហើយចាហើយចុះអាវុធអូននោះវែងនឹងមួយក៏ខ្លីដែរអូនប្រាប់ត្រង់សុំលាក់សិនអាវុធខ្លួនឯងសុំលាក់អាម៉េចទេនេះសួរមួយម៉ាត់ទៀតបើអត់ប្រាប់គេត្រង់ក៏លាក់ប្រាប់ត្រង់ទេសុំឆែកចាអាវុធអូនវែងនឹងមួយក៏ខ្លីបាទមិនក៏បានមកអាវុធខ្លួនឯងមិនក៏បានដែរចេះតែឆ្លើយហ្មងនេះឥឡូវសួរទៀតចាប្រាប់បងឲ្យត្រង់មកបងអត់សុំឆែកទេវែងមួយក៏ខ្លីបាទប៉ិនស្តង់ដាបងអីសម័យជឿនលឿនទំនើបប៉ុណ្ណេះបងណាគាត់ថាអាវុធស្តង់ដាឥឡូវដាក់ខាងមុខខាងក្រោយសួរចង់វែងចង់ខ្លីហ្នឹងហើយសួរទៀតក៏បាត់ខាងមុខឬមកក៏ខាងក្រោយដែរអូនបាទលាក់មកលាក់ទៀតអីបកែលាក់ម៉េះនេះឥឡូវសួរទៀតម្ចាស់បងមួយម៉ាត់ទៀតបើថាលាក់អេអូសដៃឆៃចាំបាច់និយាយច្រើននេះចាបកែលាក់ម៉េះឥឡូវសួរមួយម៉ាត់ទៀតពេលមួយក៏ដាក់ខាងមុខឬមកក៏ខាងក្រោយបាទខាងមុខបងអូដាក់ខាងមុខសោះហ្នឹងណាម្ចាស់បងចាដាក់ខាងមុខអញ្ចឹងបានអូនដើរចូលម្ដងអង្គុយក្តោបខ្លាច់យកអាវុធគាត់ដាក់គ្រាប់មកប្រមាណចុះប្រាប់ត្រង់គ្រាន់តែសួរគ្រាប់សោះហ្នឹងណាប្រហែលគ្រាប់ឆ្លើយឲ្យម៉ាច់មើលប្រាប់ត្រង់អូនកបិតមិនមានគ្រាប់បងសួរអាវុធទៅជាកបិតហ្នឹងអាវុធដូចគ្នាអូម្ចាស់បងចង់ឲ្យឆែកមែនតើនេះប្រហែលគ្រាប់ដែរអូនបាទ2នៅឡាលាក់យូរលាក់អស់កលាបងនេះចាឥឡូវចេះចុះអង្គុយចិត្តគ្នាមកព្រឹកហ្នឹងបងសួរសរុបណាអង្គុយចិត្តគ្នាមកព្រឹកហ្នឹង3នាក់ហ្នឹងអ្នកណាធំជាងគេឆ្អល់ឲ្យចាំមកអូនបាទជាងអល់ដាក់គ្នាគ្រាន់តែថា3នាក់ហ្នឹងធំជាងគេលេងឆ្អល់ទាំង3អង្គហ្មងចាកន្លះទី2ចាលោកប្រុសហើយកុំក្តោបលាដៃបន្តិចចាលោកប្រុសអង្គុយហ្នឹងធំជាងគេមែនអត់លោកប្រុសបាទធំជាងគេធំជាងគេហើយចុះ3នាក់នេះណាទូជាងគេដែរលោកប្រុសបាទអត់ដឹងណាអត់ដឹងឆ្អល់ទៅរួចខ្លួនទេខ្ញុំអត់ឆែកចាឥឡូវចេះអូនចាបងអញ្ជើញកន្លោះទី1ឡើងតិចមកអូអញ្ជើញលោកប្រុសទីមកញ៉ាំស្រស់ជាងគេមកឡើងអូបងហើយគាត់ខំឆ្លើយឡើងអស់ប៉ុណ្្នឹងហើយអញ្ជើញគាត់មកទៀតញ៉ាំស្រស់ខួយល្អណាស់បងហ្នឹងហើយចុះអស់ពេលបងហៅមកមិញអត់ចង់មកទេណាហើយចុះកាន់ដៃបងកាលេងឥឡូវមកចិត្តមកឥឡូវចេះចុះអូនបំណាច់ថាអូនឡើងមកហើយគ្រប់លោកមេបាទាំង4អង្គឯអាដាមលោកជំទាវលោកតាលោកយាយលោកអ៊ំលោកពូភ្ញៀវកិត្តិយសអញ្ជើញមកច្រើនណាស់ឥឡូវកាន់មីក្រូអូចាត់ប្រសាសន៍តាមបងថាអញ្ចេះខ្ញុំបាទសូមគោរពលោកមេបាខ្ញុំបាទសូមគោរពលោកមេបាសូមគោរពលោកយាយលោកតាលោកពូអ្នកមីងសូមគោរពលោកយាយតាលោកពូលោកមីងបាទសូមគោរពអាដាមលោកជំទាវសូមគោរពអាដាមនិងលោកជំទាវសូមគោរពបងកាមេរ៉ាសូមគោរពបងកាមេរ៉ាអរគុណបងតែបានមកថតយកលុយតាមទាំងអស់ឥឡូវអញ្ចេះលោកមេបាមានលោកខ្សឹបប្រាប់ខ្ញុំថាអញ្ចេះអ្នកកំដរសកលទាំងសងខាងបកខាងកូនស្រីសុទ្ធសងជាបញ្ញពិតកល្យាណីស្រីគ្រប់លក្ខអំថាអញ្ចឹងប៉ិតមែនទេអូនប៉ិតមែនទេទៀតប៉ិតណាស់អូប៉ិតណាស់ទៀតអុយអ្នកកំដរសកលខាងកូនប្រុសសុទ្ធសងជាអ្នករៀនសូត្រអ្នកចេះអ្នកដឹងប៉ិតប្រកបមែនទេទៀតប៉ិតមែនតែនអូប៉ិតមែនតែនទៀតឥឡូវមានប្រសាសន៍អួតប្រាប់ភ្ញៀវកិត្តិយសថាអញ្ចេះខ្ញុំបាទគឺជាអ្នកចេះអ្នកដឹងតោះ1 2 3ខ្ញុំបាទគឺជាអ្នកចេះអ្នកដឹងខ្ញុំបាទគឺជាអ្នកចេះអ្នកដឹងខ្សោយយកឲ្យលឺតិចមកខ្ញុំបាទគឺជាអ្នកចេះអ្នកដឹងឲ្យមុំតិចមកខ្ញុំបាទជាអ្នកចេះអ្នកដឹងតោះលោកគ្រូភ្លេងចាញ់ឲ្យអ្នកចេះអ្នកដឹងច្រៀងតោះអត់ចេះជ្រាវមិនអួតចេះដឹងមិញ
បងប្រុសបខំឲ្យអូនថាតាមតាអូនអីអូយតាមប៉ាត់ចេះទេម្ចាស់បងយល់ណៃហើយគាត់ជំនាញថាតាមបខំឲ្យជ្រៀងអញ្ចឹងក៏ខុសជំនាញដែរឥឡូវចាំថាតាមគាត់បន្តិចណាឥឡូវចាំថាតាមបងបន្តិចខ្ញុំបាទជាសទ្ធីវ័យក្មេងខ្ញុំបាទជាសទ្ធីវ័យក្មេងលុយចាយមិនខ្វះលុយចាយមិនខ្វះខ្វះតែអ្នកចាយខ្វះអ្នកចាយបន្តទៅនេះសូមជូនដំណឹងរើសភរិយាបន្ទាន់រើសសង្សារបន្ទាន់រើសភរិយាបន្ទាន់លក្ខណៈឡៃឡុងលក្ខខណ្ឌនៃការជ្រើសរើសទី1បេក្ខនារីត្រូវមានអាយុចាប់ពី70ទៅ80ឆ្នាំចាប់ពី20ទៅ25ទី2កម្រិតវប្បធម៌យ៉ាងហោចណាស់ចប់ថ្នាក់ទី1ចាប់ថ្នាក់ទី12ទី3ត្រូវមានសម្លេងលឺមានសម្លេងទន់ភ្លន់ទន់ពេកបបាក់ស្ដាប់គ្នាត្រូវមានសម្លេងលឺច្បាស់ហើយលេខឡូតូអត់ច្រឡំជាងពីរោះហើយបើចាប់អារម្មណ៍សូមតំណាក់តំណងលេខទូរស័ព្ទបងតំណាក់តំណងបងហើយវិញតំណាក់តំណងលេខទូរស័ព្ទបកាលេខខ្លួនឯងមិនក៏បាន011 អានោះលេខបងហ្នឹងមកបកាលេខបងវិញលេខខ្លួនឯងព្រមបកាអូយអូនហើយមើលមុខដូចសុភាពណាស់តែអស់មកបងហើយឆ្លាតចាអរគុណច្រើនអូនណាចាម្ចាស់បងយើងក៏មិនអាចលេងសើចបានយូរបងឯងកន្លែងតែមើលអមសងខាងកន្លែងតែមើលលោកប្រុសលោកស្រីណែនេះវិញអូនឯងមើលកូនប្រុសណោចាកូនប្រុសនឹងហើយបណ្ឌិតគូនឹងកូនស្រីបញ្ញពិតកល្យាណីស្រីគ្រប់លក្ខអូនណាចាបងអូយសំលៀកបំ